ថាមនុស្សអួតតាកញ្ចាស់មិនក៏លោកមិនតន់ស្លាប់ទៀតអាកូនដេរឆានយើងឆ្លៀសវ័យពេញមួយជីវិតហេតុអីក៏យើងមានគុណងងដូចជាឯងនេះបើមិនមែនឯងគ្មានខួរធ្វើការក្អេងក្អាងពួកយើងមិននឹងអាចធ្លាក់ខ្លួនមកដល់ពេលនេះកើតទៅពីមុនលោកសរសើរថាខ្ញុំឆ្លាតឥឡូវនេះថាខ្ញុំគ្មានខួរក្បាលហើយហ៎បន្ទោសមកពីលោកបើមិនមែនអាសាលោកបណ្ដាខ្ញុំក៏មិនខ្លាចច្បាប់នេះដែរដល់ពេលចុងក្រោយលោកទម្លាក់កំហុសមកលើខ្ញុំទាំងអស់អញ្ចឹងលោកនៅចង់សម្លាប់ខ្ញុំទៀតខ្ញុំបដូរជាមួយលោកហើយយើងនឹងសម្លាប់ឯងយើងនឹងសម្លាប់ឯងអើយtrờiអើយតកូនលីវតាមពិតគឺជានាងស្រីបនថោកទៀតគឺឯងហីយើងប្រាប់ឯងសំណាក់អ៊ីហុងឯងត្រូវបានបិទទ្វារហើយស្រីនៅផ្ទះឯងត្រូវដោះលែងអស់ហើយស្រីពើពលឯងនេះបើមិនមែនព្រោះតែគ្រួសារនាងយើងមិនក៏មកធាក់ដល់ដំណាក់កាលនេះយើងនៅសម្រាប់តែឯងស្រីអត់ថោកទៀតចេញទៅចេញទៅចាំតែយើងអីហាចេញទៅនេះគឺជាមនុស្សគ្រួសារស៊ូដែលត្រូវបណ្ដឹងចេញដើមឡើយពួកគេគឺជាគ្រួសារម្ចាស់ស្ត្រីគួរទៅរងរឿងខ្ពស់ឡើងទៅត្រូវពួកមនុស្សទាំងអស់នេះបានធ្វើបាបគេគ្រប់រឿងពេលនេះល្អហើយធ្លាក់ខ្លួនដល់ដំណាក់កាលនេះកំប៉ាពួកម្ចាស់ស្ត្រីពួកយើងគួរតែនៅឆ្ងាយពួកគេបន្តិចទៅសៀនឈាឯងតែងខ្លួនតែបន្តិចសោះស្រស់ស្អាតយ៉ាងនេះសំជាមេដារបស់នគរព្រះអង្គឃើញច្បាស់ជាសពតិអស់ប្រគុណព្រះមហាក្សត្រយានីមហាក្សត្រយានីស្អីអស់ប្រគុណព្រះមេដាឆ្លាតម៉ែស្អាតណាស់ភីលៀងឈៀនសៀនេះជាអំណោយដែលជូនដល់ឯងអរគុណដែលឯងបង្កើតមេឃធៀងឲ្យមហាឈូបណ្ដោះកូនចៅថ្ងៃក្រោយត្រូវប្រឹងប្រែងបន្តទៀតបង្កើតឲ្យច្រើនមកដើម្បីកុំឲ្យយើងអបសោះព្រះមេម្ចាស់ព្រះមេដាទៅចោះព្រះបុត្រាហើយនឹងមន្ត្រីកំពុងតែចាំឯងហើយអានអត់តកូនបំណងរបស់ទេវតារាជសាររបស់ព្រះអង្គអ្នកនាងស៊ូឈៀនសៀមានភាពស្មោះត្រង់មានភាពបរិសុទ្ធនិងស្លូតបូតគ្រប់តាមច្បាប់ស្រីមានក្រមសីលធម៌ត្រឹមត្រូវតែងតាំងជាម្ចាស់ស្ត្រីនៅថ្ងៃទី8ខែក្រោយធ្វើពិធីឡើងកាន់អំណាចធ្វើជាអគ្គមហេសីរបស់ព្រះអង្គដោយមានជំនួយពីដូនតារាជបានសុខកូនចៅសប្បាយរីករាយមានបុត្រមានទេពកោសល្យជាអ្នកស្នងរាជបល្ល័ង្កចប់រាជសារអរព្រះគុណព្រះអង្គអរព្រះគុណព្រះបិតាព្រះបត្រាថ្ងៃក្រោយបុត្រចង់ធ្វើជាស្ដេចមួយអង្គបែបណាជាស្ដេចកាត់គោព្រះនគរហើយនឹងប្រណីដល់ប្រជារាស្ត្រល្អណាស់បុត្រជូនដំណើរព្រះអង្គជូនដំណើររាជទាជូនដំណើរម្ចាស់ស្ត្រី